សួស្តីអ្នកទាំងអស់គ្នាជួបជាមួយនឹងខ្ញុំ Admin Kotoda ហើយថ្ងៃនេះ Admin នឹងមកសម្រាយសាច់រឿង anime មួយដែលទើបនឹងបានចេញនៅក្នុងឆ្នាំនេះដែលរឿងនោះគឺមានចំណងជើងថាខ្ញុំបានរាប់អានមិត្តភ័ក្តិជាមួយស្រីស្អាតលំដាប់ទី2ប្រចាំថ្នាក់របស់ខ្ញុំសាច់រឿងជាប្រភេទរឿងមនោសញ្ចេតនាបែបសិស្សវិទ្យាល័យដែលបង្ហាញពីក្មេងប្រុស introvert ម្នាក់ដែលគ្មានមិត្តភ័ក្តិទាល់តែសោះតែបែរជាមានសំណាងបានរាប់អានជាមួយនឹងសិស្សស្រីស្អាតទី2ប្រចាំថ្នាក់ទៅវិញដូច្នេះចង់ដឹងថាមិត្តភាពរបស់ពួកគេទាំងពីរនឹងអាចវិវត្តទៅជាយ៉ាងណាខ្លះយើងទៅតាមដានទាំងអស់គ្នាផ្ដើមសាច់រឿងមកនៅក្នុងថ្ងៃចូលរៀនដំបូងនៃឆ្នាំសិក្សាថ្មីឈុតក៏បង្ហាញនៅថ្នាក់ឆ្នាំទី1បន្ទប់លេខ10ហើយនៅព្រឹកនេះដែរអ្នកគ្រូទទួលបន្ទុកថ្នាក់ក៏បានចែកក្រដាសទៅសិស្សគ្រប់គ្នាដើម្បីបំពេញប្រវត្តិរូបក្នុងការណែនាំខ្លួនហើយបន្ទាប់ពីបំពេញរួចរាល់អ្នកគ្រូក៏បានចុចឈ្មោះដើម្បីឲ្យសិស្សឡើងណែនាំខ្លួនម្ដងម្នាក់ផងដែរឯខណៈនោះអ្នកគ្រូក៏ចុចចំឈ្មោះតួអង្គរបស់យើងដំបូងគេតែម្ដងដោយគាត់គឺមានឈ្មោះថា Maehara Maki ដែលជាសិស្សផ្ទេរមកពីអនុវិទ្យាល័យក្នុងក្រុង Matsubara នៃខេត្ត Osaka ចំណែកឯចំណង់ចំណូលចិត្តនិងទម្លាប់របស់គាត់ជាទូទៅគាត់តែងកំងភីហ្សាយកមកញ៉ាំជាមួយកូកានិងលេងហ្គេមនៅលើទូរទស្សន៍ធំក្នុងបន្ទប់ទទួលភ្ញៀវហើយពេលខ្លះគាត់ធ្វើការងារផ្ទាល់ខ្លួនមួយចំនួននៅលើកុំព្យូទ័រផងដែរឯពេលខ្លះទៀតក៏ចូលចិត្តមើលភាពយន្តជាដើមហើយខណៈនោះអ្នកគ្រូក៏ចាប់អារម្មណ៍ត្រង់ចំណុចនេះតែម្ដងនិងបន្តសួរថាជាធម្មតាម៉ែហារ៉ាចូលចិត្តមើលភាពយន្តបែបណាហើយគាត់ក៏បានបន្តថាគាត់គឺចូលចិត្តមើលភាពយន្តបែបរន្ធត់លំដាប់ B grade ដូចជារឿងត្រីឆ្លាមនិងក្រពើស៊ីមនុស្សជាដើមក្រោយពេលដែលណែនាំខ្លួនរួចម៉ែហារ៉ាយើងគាត់គឺហត់យកតែមែនតែនកាលដែលឲ្យមកនិយាយនៅមុខមនុស្សពេញមួយថ្នាក់បែបនេះដោយសារតែគាត់គឺជាមនុស្សមិនសូវចេះនិយាយស្ដីអីប៉ុន្មាននោះទេ introvert guy គឺតែប៉ុណ្្នឹងឯងបន្ទាប់ពីនោះមកអ្នកគ្រូក៏បន្តហៅសិស្សបន្ទាប់ទៀតហើយម្នាក់នោះគឺជាក្មេងស្រីដែលមានឈ្មោះថា Amami Yu ដែលនាងក៏បានណែនាំខ្លួនយ៉ាងរួសរាយរាក់ទាក់ទៅកាន់អ្នករាល់គ្នាម្នាក់នេះហើយគឺជាអ្នកដែលស្អាតជាងគេប្រចាំថ្នាក់នោះឯងអាម៉ាមីជាសិស្សដែលមកពីអនុវិទ្យាល័យ Tachibana ដែលស្ថិតនៅក្នុងទីក្រុង Kyoto ហើយក៏ជាសាលាដែលមានតែសិស្សស្រីប៉ុណ្ណោះឯកាលដែលនាងផ្លាស់ប្ដូរមកទីនេះគឺដោយសារតែនាងចង់សាកល្បងមានទំនាក់ទំនងជាមួយនឹងប្រភេទមនុស្សផ្សេងទៀតក្រៅពីមនុស្សស្រីពលការនៅសាលាចាស់នោះវាគឺដដែលសម្រាប់នាងពេកហើយបន្ទាប់ពីណែនាំខ្លួនរួចនាងក៏បានប្រាប់ឲ្យមិត្តរបស់នាងម្នាក់ទៀតដែលប្ដូរមកជាមួយគ្នាដែរនោះឲ្យឡើងបន្តផងដែរដែលក្មេងស្រីម្នាក់នោះគឺមានឈ្មោះថា Asanagi Yume ហើយការណែនាំរបស់ពួកគេទាំងពីរក៏បានធ្វើឲ្យអ្នកគ្រប់គ្នានៅក្នុងថ្នាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងស្របពេលដែលម៉ែហារ៉ាដែលកំពុងតែមើលពីជ្រុងម្ខាងទៀតមកនោះក៏បានគិតដែរថាថ្នាក់នេះប្រហែលជាទំនងនឹងផ្ដោតជុំវិញក្មេងស្រីទាំងពីរនាក់នេះពេញមួយឆ្នាំហើយមើលទៅតែទោះជាយ៉ាងណាក៏ដោយសម្រាប់គាត់គឺមិនខ្វល់នោះទេដោយសារតែអត់មានអីពាក់ព័ន្ធនឹងគ្នាឡើយចង់ល្បីអីក៏ល្បីទៅអូខេហើយចាប់តាំងពីថ្ងៃនោះមកគេក៏បានបង្ហាញឲ្យយើងដឹងថាជីវិតរបស់ម៉ែហារ៉ាពីមួយថ្ងៃទៅមួយថ្ងៃគឺពិតជាឯកោខ្លាំងណាស់ម៉ោងសម្រាប់អាហារថ្ងៃត្រង់គាត់ក៏អង្គុយញ៉ាំតែឯងទៅណាមកណាក៏មិនមានគ្នាដូចគេនិយាយរួមទៅរាល់ថ្ងៃគាត់គឺមានតែចេញពីផ្ទះទៅសាលានិងចេញពីសាលាមកផ្ទះវិញតែប៉ុណ្ណោះរីឯនៅថ្ងៃឈប់សម្រាកគាត់គឺចំណាយពេលវេលាពេញមួយថ្ងៃតែម្ដងគឺនៅតែផ្ទះនោះទេហើយទោះជាយើងឃើញថាទម្លាប់ទាំងអស់នេះវាដូចជាត្រូវនឹងមនុស្ស introvert ដូចជា Maehara ក៏ពិតមែនតែក៏មិនមែនមានន័យថាគាត់ចូលចិត្តភាពឯកានោះដែរតាមពិតទៅគាត់ក៏ធ្លាប់គិតចង់មានមិត្តភ័ក្តិនឹងគេដូចគ្នាហើយឈុតបន្ទាប់ក៏កាត់អស់រយៈពេលមួយអាទិត្យកន្លងមកទៀតដែលអ្នកគ្រប់គ្នានៅក្នុងថ្នាក់ក៏ចាប់ផ្ដើមមើលឃើញថាអាម៉ាមីគឺពិតជាស្អាតដាច់គេប្រចាំថ្នាក់ហើយតែទន្ទឹមនឹងគ្នានេះពួកគេក៏គិតថាអាសាណាគីក៏ស្អាតដែរគ្រាន់តែនាងមិនទាន់ស្អាតដល់អាម៉ាមីនោះឯងហើយក្នុងថ្ងៃនោះដែរនៅពេលដែលម៉ែហារ៉ានៅក្នុងថ្នាក់គាត់ក៏បានឮការនិយាយគ្នារវាងអាសាណាគីនិងអាម៉ាមីដោយចៃដន្យដែលអាសាណាគីបាននិយាយថានាងគឺចង់ទៅរោងកុនដើម្បីមើលភាពយន្តរីឯអាម៉ាមីនាងក៏បានចាប់អារម្មណ៍ភ្លាមប៉ុន្តែក្រោយពេលដែលនាងបានដឹងពីភាពយន្តដែលអាសាណាគីចង់មើលហើយនាងគឺពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ដោយមិនបានរំពឹងទុកថាអាសាណាគីចូលចិត្តភាពយន្តប្រភេទបែបនោះទេបន្ទាប់ពីនិយាយគ្នារួចវាក៏ដល់ម៉ោងដែលត្រូវទៅផ្ទះល្មមហើយពេលដែលពួកគេទាំងពីរដើរកាត់កន្លែងអង្គុយរបស់ម៉ែហារ៉ា
គាត់ក៏បានឃើញពីភាពយន្តដែលអាសាណាគិចង់មើលផងដែរនឹងបានដឹងថានាងហើយនឹងគាត់គឺមានចំណង់ចំណូលចិត្តមើលភាពយន្តប្រភេទស្រដៀងគ្នាក្រោយមកខណៈដែលម៉ែហារ៉ាកំពុងដើរនៅតាមផ្លូវត្រឡប់ទៅផ្ទះគាត់ក៏បានឈប់នៅឯហាងជួលឌីស DVD មួយដើម្បីរកភាពយន្តយកទៅមើលដែលតាមពិតទៅគាត់គឺខានមកជួលនៅទីនេះអស់រយៈពេល1ខែជាងទៅហើយឯចៃដនអីពេលដែលគាត់រើសឌីសក៏បានរើសប៉ះទៅនឹងដៃរបស់អាសាណាគិទៀតផងដែលនាងក៏បាននៅទីនោះមួយសន្ទុះដែរហើយគ្រាន់តែគាត់មិនបានចាប់អារម្មណ៍ហើយក្នុងពេលនោះវាគឺជាការសន្ទនាដំបូងបំផុតរវាងពួកគេទាំងពីរឯម៉ែហារ៉ាក៏សួរដោយឆ្គងបន្តិចថាតើនាងត្រូវការអ្វីហើយអាសាណាគីក៏បានបន្តថានាងគឺបានសម្គាល់ឃើញម៉ែហារ៉ាបានលួចស្ដាប់ការនិយាយគ្នារបស់នាងនិងអាម៉ាមិកាលពេលនៅសាលាហើយពេលនោះម៉ែហារ៉ាក៏ព្យាយាមបញ្យល់ដើម្បីប្រាប់ថាគាត់អត់បានលួចស្ដាប់ទេដោយសារតែពួកគេនៅពេលនោះគឺនិយាយគ្នាលឺប៉ុណ្ណោះបន្ទាប់ពីនិយាយគ្នារួចអាសាណាគីគឺគ្រាន់តែសួរលេងជាមួយនឹងគាត់នោះទេហើយគោលដៅរបស់នាងក្នុងពេលនេះគឺចង់និយាយជាមួយនឹងគាត់ដោយផ្ទាល់នោះឯងរួចនាងក៏បានលើកក្រដាសប្រវត្តិរូបរបស់នាងបង្ហាញទៅកាន់ម៉ែហារ៉ាផងដែរហើយអ្វីដែលស្ទើរតែមិនគួរឲ្យជឿនោះគឺអ្វីដែលម៉ែហារ៉ាបាននិយាយណែនាំខ្លួនកាលពីថ្ងៃចូលរៀនទាំងប៉ុន្មានគឺដូចនឹងចំណង់ចំណូលចិត្តរបស់នាងសឹងតែទាំងអស់តែម្ដងតែក្នុងពេលនេះហើយអាសាណាគិក៏បានបង្ហាញចំណាប់អារម្មណ៍និងចូលទៅចិត្តម៉ែហារ៉ាដើម្បីប្រាប់ថានាងហើយនឹងគាត់គួរតែធ្វើជាមិត្តភក្តិនឹងគ្នារួចមកនាងព្រមទាំងបានសួរសុំការណែនាំអំពីភាពយន្តពីម៉ែហារ៉ាយកទៅមើលទៀតផងហើយចាប់តាំងពីថ្ងៃនោះមកម៉ែហារ៉ានិងអាសាណាគិក៏កាន់តែជិតស្និទ្ធនឹងគ្នាបន្តិចម្ដងពេលនៅសាលាពួកគេគឺធ្វើពុតដូចជាមិនសូវមានភាពស្និទ្ធស្នាលនឹងគ្នានោះឡើយតែក្រៅពីពេលនៅសាលាគឺពួកគេនិយាយជាមួយគ្នាច្រើនណាស់ព្រមទាំងបានប្តូរលេខទូរស័ព្ទទុកឆាតរកគ្នាទៀតផងនៅថ្ងៃមួយម៉ែហារ៉ាក៏បបួលអាសាណាគិមកផ្ទះរបស់គាត់ដើម្បីមើលភាពយន្តទិញអាហារញ៉ាំនិងលេងហ្គេមជាមួយគ្នាជាដើមប៉ុន្តែនាងគឺមិនដែលលេងឈ្នះគាត់នោះទេហើយពួកគេទាំងពីរក៏បានចំណាយពេលវេលានៅលេងជាមួយគ្នារហូតដល់យប់ផងដែរយ៉ានៅពេលដល់ម៉ោងឈប់សម្រាកម៉ែហារ៉ាក៏ចាប់ផ្ដើមរៀបចំសម្អាតបន្ទប់រីឯអាសាណាគិក៏ទទូចចង់ជួយដូចគ្នាហើយពេលដែលម៉ែហារ៉ាងាកមកឃើញនាងកំពុងតែអោនសម្អាតកន្លែងនោះគាត់ក៏ភ្លឹកស្មារតីសម្លឹងមើលនាងដោយមិនដាក់ភ្នែកតែម្ដងតែពេលដែលនាងចាប់បាននិងគិតថាគាត់ជាមនុស្សខូចភ្លាមនោះម៉ែហារ៉ាក៏ប្រញាប់ប្រាប់ថាមិនមែននោះទេគាត់គ្រាន់តែឆ្ងល់ថានាងអាចថែរៀងស្លៀមបែបនេះបានយ៉ាងដូចម្ដេចប៉ុណ្ណោះព្រោះដោយសារតែគាត់ឃើញនាងពូកែញ៉ាំច្រើនចំណែកឯអាសាណាគិក៏ញញឹមនឹងតបវិញថាតាមពិតទៅមកពីគាត់ថតជាងនាងនោះទេទើបឃើញថានាងមានរាងស្លីមបន្ទាប់មកនាងក៏ចូលទៅចុចក្បាលពោះរបស់គាត់លេងដែលធ្វើឲ្យគាត់រសើបហើយដោយឃើញបែបនេះនាងក៏ចាប់ច្របាច់ក្បាលពោះរបស់គាត់លេងរហូតតែម្ដងនិងបានប្រាប់ថានេះគឺជាវិធីបំបត្តិភាពតានតឹងរបស់នាងដោយសារតែចាញ់ហ្គេមម៉ែហារ៉ាមួយថ្ងៃហើយនាងគឺ stress ខ្លាំងណាស់គិតទៅមិត្តភក្តិគេធ្វើអីប្លែកៗចឹងណាហើយមុនពេលដែលអាសាណាគិត្រឡប់ទៅផ្ទះវិញនាងក៏បានបបួលម៉ែហារ៉ាទៅដើរលេងជាមួយគ្នានៅខាងក្រៅនៅសប្តាហ៍ក្រោយផងដែរដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលជាខ្លាំងក៏ដូចជាព្រួយបារម្ភខ្លាចថាមាននរណាម្នាក់ឃើញពួកគេទាំងពីរដោយសារតែទំនាក់ទំនងមិត្តភក្តិមួយនេះគឺនៅជារឿងសម្ងាត់នៅឡើយឯអាសាណាគិក៏បន្តថាវាមិនជាបញ្ហានោះទេប្រសិនបើមាននរណាម្នាក់ឃើញនិងសួរពួកគេក៏អាចប្រាប់ទៅវិញដែរថាពួកគេទាំងពីរគឺកំពុងតែណាត់ជួប dating ជាសង្សារនឹងគ្នាទៀតផងហើយរឿងនេះក៏បានធ្វើឲ្យម៉ែហារ៉ានិយាយអ្វីមិនចេញទាល់តែសោះទោះបីជាពាក្យទាំងនោះគ្រាន់តែជាការនិយាយលេងក៏ដោយបន្ទាប់ពីនិយាយគ្នារួចអាសាណាគិក៏ដើរចេញទៅទាំងញញឹមបន្តិចក្រោយមកនៅពេលដែលម្ដាយរបស់ម៉ែហារ៉ាដែលមានឈ្មោះថាម៉ាសាគីបានមកដល់ផ្ទះវិញគាត់គឺស្ទើរតែមិនជឿនៅពេលដែលកូនរបស់គាត់ប្រាប់ថានឹងមានគម្រោងទៅដើរលេងជាមួយមិត្តភក្តិនៅសប្តាហ៍ក្រោយរួមទាំងសុំលុយថែមខ្លះទៀតផងហើយគាត់ក៏បានសួរបញ្ជាក់ម្ដងទៀតដែរក៏ព្រោះតែខ្លាចម៉ែហារ៉ាត្រូវបានគេធ្វើបាបដើម្បីយកលុយតែម៉ែហារ៉ាក៏ប្រាប់ទៅម្ដាយវិញថាមិនមានរឿងបែបនោះកើតឡើងនោះទេខ្លួនគឺពិតជាមានមិត្តភក្តិម្នាក់មែនហើយមនុស្សដែលគាត់កំពុងជួបនោះក៏មិនមែនចេញពីការស្រមោលស្រមៃដូចគ្នាហើយក្រោយពេលដែលម៉ាសាគីដឹងថាកូនរបស់ខ្លួនពិតជាមានមិត្តភក្តិមែនគាត់គឺពិតជាធូរទ្រូងណាស់នឹងបានឲ្យលុយទៅ 10000 យេនថែមទៀតផងចំណែកឯម៉ែហារ៉ារបស់យើងដោយសារតែគាត់ជាកូនល្អក៏បានប្រាប់ទៅម្ដាយវិញថាគាត់គឺមិនត្រូវការច្រើនដល់ថ្នាក់នេះទេត្រឹមតែ 2-3000 យេនគឺគ្រប់គ្រាន់ហើយរីឯម្ដាយក៏ញញឹមនឹងបន្តថាប្រសិនបើខ្វះអាចប្រាប់គាត់បានតែរឿងនេះគឺពិតជាធ្វើឲ្យគាត់សប្បាយចិត្តចំពោះម៉ែហារ៉ាពិតមែនដែលទីបំផុតកូនប្រុសម៉េងរបស់គាត់នេះអាចមានមិត្តភក្តិដូចជាគេហើយ
ស្អែកព្រឹកឡើងម៉ែហារ៉ាបានផ្ញើសារទៅកាន់អាសាណាគិហើយភ្លាមនោះនាងក៏តបវិញលឿនតែម្ដងក្រោយពីដឹងថាម៉ែហារ៉ាទទួលបានប្រាក់បន្ថែមដែលគាត់ត្រូវការសម្រាប់ដើរលេងនៅថ្ងៃសុក្រអាទិត្យក្រោយនេះហើយរួចនាងក៏បានលោលេងទៀតថាការដើរលេងលើកនេះប្រកាសជាម៉ែហារ៉ាជាអ្នកចេញលុយឲ្យនាងដូចគ្នាអាម៉ែហារ៉ាក៏តបវិញថាអត់កើតទេចេញស្មើគ្នាមកដើរលេងជាលក្ខណៈមិត្តភក្តិតើមិនមែនលក្ខណៈណាត់ជួប dating សង្សារឯណាបន្ទាប់ពីនិយាយគ្នារួចពួកគេក៏យល់ព្រមនឹងគ្នារៀងខ្លួនហើយពេលមកដល់សាលាអាសាណាហ្គីក៏បាននិយាយគ្នាលេងជាមួយនឹងក្រុមមិត្តរបស់នាងដូចជាធម្មតាដែលពួកគេគឺកំពុងនិយាយគ្នាអំពីរឿងភាគកាលពីល្ងាចម្សិលមិញឯអាសាណាហ្គីនាងមិនបានមើលនោះទេរួចក៏កុហកថានាងគឺជាប់រវល់ស្វែងរកអ្វីមួយនៅលើអ៊ីនធឺណិតទើបបានជាខកខានមិនបានមើលភាគនោះហើយក្នុងពេលនិយាយនាងក៏បានធ្វើសញ្ញាដៃដាក់ក្រោយខ្នងទៅកាន់ម៉ែហារ៉ាផងដែរដែលធ្វើឲ្យគាត់ដឹងថានាងគឺពិតជាពូកែលាក់ទំនាក់ទំនងរបស់ពួកគេទាំងពីរពិតមែនហើយនៅពេលដែលអាម៉ាមីដូចជាសង្ស័យអ្វីមួយអាសាណាហ្គីក៏ប្រែធ្វើជារមាស់ខ្នងទៅវិញក្រោយពីនោះមកនៅពេលដល់ម៉ោងសម្រាប់អាហារថ្ងៃត្រង់ម៉ែហារ៉ាក៏ទៅខាងក្រោយសាលាដើម្បីអង្គុយញ៉ាំម្នាក់ឯងដូចជាធម្មតាហើយខណៈដែលគាត់កំពុងញ៉ាំក៏បានឮសំឡេងរបស់អាសាណាហ្គីកំពុងនិយាយជាមួយនឹងសិស្សប្រុសម្នាក់ទៀតនៅក្បែរនោះឯពេលដែលគាត់ទៅមើលក៏បានឃើញថាមានសិស្សច្បងម្នាក់កំពុងតែសារភាពអារម្មណ៍របស់ខ្លួនទៅកាន់អាសាណាហ្គីហើយម៉ែហារ៉ាក្រោយពីឃើញបែបនេះគាត់ក៏ប្រញាប់រូតរះចេញពីទីនោះតែម្ដងដើម្បីកុំឲ្យនាងចាប់គាត់បានថាលួចស្ដាប់ដូចជាលើកមុនទៀតតែខណៈពេលដែលរៀបនឹងចាក់ចេញគាត់ក៏ជួបនឹងអាម៉ាមីនិងមិត្តរបស់នាងម្នាក់ទៀតដែលមានឈ្មោះថានីណានីតាដែលពួកគេក៏កំពុងតែរត់មកទីនេះដូចគ្នាដំបូងនីណាក៏សុំឲ្យម៉ែហារ៉ាជួយជៀសផ្លូវឲ្យពួកគេបានទៅលបមើលអាសាណាគីបន្តិចតែដោយសារអាម៉ាមីចំណាំម៉ែហារ៉ាបានថាជាមិត្តរួមថ្នាក់ម្នាក់ដែរនោះពួកគេក៏បានរុញគាត់ទៅមើលជុំគ្នាតែម្ដងដោយសារតែចាំគាត់ជៀសផ្លូវយូរពេកហើយស្របពេលនោះដែរក៏ចំពេលដែលសិស្សច្បងម្នាក់នោះសួរទៅកាន់អាសាណាគីដូចគ្នាដោយគាត់បានសួរថាតើអាសាណាគីយល់ព្រមទៅដើរលេងជាមួយនឹងគាត់ដែរទេហើយរឿង I made friend with the second prettiest girl in my class ភាគ1ក៏slash ទៅត្រឹមនេះចាំមើលថាគម្រោងដើរលេងរវាងម៉ែហារ៉ានិងអាសាណាហ្គីនៅភាគក្រោយនឹងទៅជាយ៉ាងណាខ្លះទៀតបើឥឡូវមានសិស្សច្បងម្នាក់សុំអាសាណាហ្គីដើរលេងជាមួយគ្នាដែរនោះយើងចាំតាមដានភាគក្រោយបន្តទៀតទាំងអស់គ្នាសូមអរគុណ